ប្រិមិត្តបានស្គាល់រួចហើយនៅរូបថតរបស់បងប្អូនស្រីដែលស្ត្រីម្នាក់បានធ្វើការកាន់រូបថតរបស់បងប្អូនស្រីមកឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយដោយចោទប្រកាន់ថាបងប្អូនស្រីហ្នឹងបានស្នាក់នៅបន្ទប់ជួលជាមួយគាត់ហើយបានធ្វើសកម្មភាពលួចយកលុយរបស់គាត់ចំនួន$850រួចរត់គេចខ្លួនបាត់ស្មោលឥឡូវនេះបងប្អូនស្រីគាត់បានចេញមកធ្វើការបកស្រាយនៅការចោទប្រកាន់របស់ស្ត្រីកាលពីម្សិលមិញដែលបានកាន់រូបថតឲ្យធ្វើការចោទប្រកាន់មកលើគាត់ថាគាត់បានលួចលុយចំនួន$850ហ្នឹងគឺជារឿងមិនពិតទេឥឡូវបងប្អូនឯងមានអីនិយាយទៅកាន់ស្ត្រីខាងលើដែលបានកាន់រូបថតបងប្អូនមកយំផងស្រែកផងថាបងប្អូនឯងនឹងលួចយកលុយគាត់ដោយលុយហ្នឹងគាត់ត្រូវយកទៅមើលកូនគាត់ឈឺម្ដាយគាត់ឈឺហើយគាត់ត្រូវសងបំណុលរបស់គេដែលគាត់បានជាពាក់ហ្នឹងបងប្អូនមានអីនិយាយទៅកាន់គាត់ទេខ្ញុំសូមឲ្យបងស្រីហ្នឹងមកឡាយនិយាយការពិតជាមួយនឹងបងប្រុសវិញដោយសារតែពាក្យដែលគាត់ចោទប្រកាន់ខ្ញុំហ្នឹងគឺអត់ពិតទេខ្ញុំបានចងការគាត់ចំនួន$400ពួកអីអាលុយដែលគាត់ចោទប្រកាន់ខ្ញុំថាខ្ញុំហ្នឹងលួចលុយគាត់$850ខ្ញុំអត់ដែលនៅជាមួយគាត់អត់ដែលនៅបន្ទប់មួយគាត់អត់ដែលដឹងថាគាត់នៅបន្ទប់មួយណាជាន់ទីប៉ុន្មានគឺខ្ញុំពួកប្រិមិត្តដែលកំពុងតែទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាយប់ថ្ងៃទី15ខែកក្កដាឆ្នាំ2026នេះប្រិមិត្តបានស្គាល់រួចហើយនៅរូបថតរបស់បងប្អូនស្រីដែលស្ត្រីម្នាក់បានធ្វើការកាន់រូបថតរបស់បងប្អូនស្រីមកឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយដោយចោទប្រកាន់ថាបងប្អូនស្រីហ្នឹងបានស្នាក់នៅបន្ទប់ជួលជាមួយគាត់ហើយបានធ្វើសកម្មភាពលួចយកលុយរបស់គាត់ចំនួន$850រួចរត់គេចខ្លួនបាត់ស្មោលឥឡូវនេះបងប្អូនស្រីគាត់បានចេញមកធ្វើការបកស្រាយនៅការចោទប្រកាន់របស់ស្រីកាលពីម្សិលមិញដែលបានកាន់រូបថតឲ្យធ្វើការចោទប្រកាន់មកលើគាត់ថាគាត់បានលួចលុយចំនួន$850ហ្នឹងគឺជារឿងមិនពិតទេព្រោះរឿងនោះគឺជារឿងជាពាក់លុយតែប៉ុណ្ណោះបងប្អូនស្រីទទួលស្គាល់ថាគាត់ពិតជាបានជាពាក់លុយស្ត្រីដែលបានកាន់រូបថតរបស់គាត់យកមកធ្វើការផ្សាយកាលពីយប់មិញពិតប្រាកដមែនតែចំពោះរឿងលួចគឺមិនដូចការចោទប្រកាន់របស់ស្ត្រីខាងលើទេឥឡូវនេះដើម្បីឲ្យជ្រាបច្បាស់យើងមកជួបជាមួយនឹងបងប្អូនស្រីទាំងអស់គ្នាមកឲ្យជំរាបសួរបងប្អូនស្រីបងស្រីបងប្អូនអាចបញ្ជាក់បានទេនៅរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលគាត់អះអាងថាគាត់នឹងគឺជាកម្មកររោងចក្រហើយគាត់នឹងបានស្នាក់នៅបន្ទប់ជួលជាមួយបងប្អូននឹងរយៈពេល3ខែហើយបងប្អូនបានធ្វើសកម្មភាពនឹងលួចយកលុយចំនួន$850ចេញពីបន្ទប់ជួលរបស់គាត់ហើយធ្វើការរត់គេចខ្លួនបងប្អូនអាចបកស្រាយរឿងរ៉ាវអីខ្លះដែលគាត់បានចាប់ប្រកាន់បងប្អូនចាចំពោះរឿងហ្នឹងខ្ញុំសូមអត់ទទួលខុសត្រូវទេព្រោះអីខ្ញុំអត់បាននៅបន្ទប់ជាមួយគាត់ខ្ញុំអត់ស្គាល់បន្ទប់គាត់ខ្ញុំអត់ស្គាល់ថាគាត់នៅជាន់ទីប៉ុន្មានបន្ទប់គាត់បែរមុខទៅណាគឺខ្ញុំអត់ស្គាល់សោះខ្ញុំទទួលស្គាល់ថាខ្ញុំជាពាក់លុយគាត់ចំនួន$400ខ្ញុំចងការលុយគាត់ចំនួន$400ហើយចុះគាត់ចោទថាប្អូនហ្នឹងលួចយកលុយរបស់គាត់ស្នាក់នៅបន្ទប់ជួលមួយគាត់3ខែឲ្យលួចយកលុយគាត់$850ហ្នឹងយ៉ាងម៉េចវិញបងអាហ្នឹងអត់ការពិតទេបងអត់ការពិតសោះខ្ញុំអត់ដែលលួចលុយគាត់ហើយក៏អត់ដែលស្គាល់បន្ទប់គាត់អត់ដែលស្គាល់ថាផ្ទះជួលគាត់នៅជាន់ទីប៉ុន្មានបន្ទប់លេខប៉ុន្មានខ្ញុំអត់ដែលស្គាល់សោះខ្ញុំអត់មានន័យថាអ្វីដែលគាត់និយាយថាប្អូនបាននៅបន្ទប់ជួលមួយគាត់3ខែឲ្យធ្វើសកម្មភាពលួចយកលុយរបស់គាត់$850ហ្នឹងគឺជារឿងមិនពិតទេចារឿងមិនពិតដាច់ខាតពួកអីគាត់បានមកម្សិលមិញគាត់បានបរិហាគេខ្ញុំថាខ្ញុំនឹងលួចលុយគាត់$850ទាំងតែជាក់ស្ដែងខ្ញុំចងការលុយគាត់តែ$400ទេបងចឹងមានន័យថារឿងទាំងអស់គឺមិនមែនជារឿងលួចទេគឺជារឿងខ្ចីលុយតាមអនឡាញទេចាខ្ចីលុយគាត់ផ្ទាល់បងអត់តាមអនឡាញទេព្រោះខ្ញុំធ្វើការមួយគាត់ចឹងមានន័យថាប្អូនជាមួយនឹងស្ត្រីដែលការរូបថតរបស់ប្អូនកាលពីម្សិលមិញហ្នឹងគឺបានស្គាល់គ្នាពិតប្រាកដមែនហើយពិតជាធ្វើកម្មកររោងចក្រមួយគ្នាមែនចាបងចាប្អូនធ្វើកម្មកររោងចក្រនៅណាបងនៅរោងចក្រកាណាឌីយ៉ាបងចឹងស្គាល់គ្នារយៈពេលប្រហែលខែបានធ្វើការខ្ចីលុយគាត់ហ្នឹងស្គាល់គ្នាប្រហែលជា3-4ខែអីហ្នឹងបងខ្ចីលុយហ្នឹងលុយប្រហែលបងចំនួន$400ហើយមិនបានគាត់និយាយថាប្អូនលួចលុយគាត់$850អាហ្នឹងខ្ញុំសូមអត់ទទួលពាក្យថាខ្ញុំលួចលុយពួកអីគាត់ចោទប្រកាន់ខ្ញុំបងចុះឥឡូវបងឯងមានអីនិយាយទៅកាន់ស្ត្រីខាងលើដែលបានកាន់រូបថតប្អូនមកយំផងស្រែកផងថាប្អូនឯងនឹងលួចយកលុយគាត់ដោយលុយហ្នឹងគាត់ត្រូវយកទៅមើលកូនគាត់ឈឺម្ដាយគាត់ឈឺហើយគាត់ត្រូវសងបំណុលរបស់គេដែលគាត់បានជាពាក់ហ្នឹងប្អូនមានអីនិយាយទៅកាន់គាត់ទេឥឡូវខ្ញុំសូមឲ្យបងស្រីហ្នឹងមកឡាយនិយាយការពិតជាមួយនឹងបងប្រុសវិញដោយសារតែពាក្យដែលគាត់ចោទប្រកាន់ខ្ញុំហ្នឹងគឺអត់ពិតទេខ្ញុំបានចងការគាត់ចំនួន$400ពួកអីអាលុយដែលគាត់ចោទប្រកាន់ខ្ញុំថាខ្ញុំហ្នឹងលួចលុយគាត់$850ខ្ញុំអត់ដែលនៅជាមួយគាត់អត់ដែលនៅបន្ទប់មួយគាត់អត់ដែលដឹងថាគាត់នៅបន្ទប់មួយណាជាន់ទីប៉ុន្មានគឺខ្ញុំអត់ដែលដឹងសោះមូលហេតុអីបានគាត់មកធ្វើការចោទប្រកាន់ប្អូនដល់ថ្នាក់ហ្នឹងបងដោយសារតែ Facebook ខ្ញុំខូចបែរពេលហ្នឹងទៅគាត់ឆាតទៅខ្ញុំគឺឆាតអត់ចូលដល់ពេលហ្នឹងទៅខ្ញុំក៏បានសុំលេខទូរស័ព្ទគាត់ដែរតែគាត់អត់ឲ្យខ្ញុំទេហើយគាត់ក៏ចោទប្រកាន់ខ្ញុំថាខ្ញុំនឹងលួចលុយគាត់ហ្មងទៅចុះមកដល់ពេលនេះប្អូននឹងគាត់បានតំណែងគ្នាដើម្បីធ្វើការបកស្រាយឲ្យឬនៅបងតំណែងឲ្យបងខ្ញុំចង់ឲ្យគាត់មកកន្លែងហ្នឹងប៉ុន្តែគាត់ថាគាត់អត់មកទេបើចង់ឲ្យលុយគាត់ទៅឲ្យនៅប៉ុស្តិ៍មិនគាត់ជួបហើយគាត់ហៅខ្ញុំបានហៅខ្ញុំទៅបន្ទប់គាត់ដែរខ្ញុំអត់ទៅខ្ញុំឲ្យគាត់មកកន្លែងបងប្រុសមកដើម្បីឲ្យទល់មុខគ្នានិយាយគ្នាស្រួលប៉ុន្តែគាត់អត់មកទេគាត់ថាឲ្យគាត់មកកន្លែងគល់ស្ពានគាត់អត់មកដាច់ខាតគាត់ថាឲ្យខ្ញុំនឹងយកលុយទៅកន្លែងប៉ុស្តិ៍ប៉ូលីសវិញឥឡូវនេះបងឯងមានអីនិយាយទៅកាន់គាត់ទេតាមរយៈវីដេអូបងដើម្បីឲ្យគាត់បានធ្វើការនិយាយអីឲ្យជារឿងពិតខ្ញុំសូមឲ្យបងស្រីមកកន្លែងនេះមកនិយាយបកស្រាយការពិតនិយាយឲ្យច្បាស់ពាក្យថាបងស្រីដែលចោទប្រកាន់ខ្ញុំថាខ្ញុំលួចលុយគាត់$850ហ្នឹងអាហ្នឹងខ្ញុំសុំប្តឹងដោយសារពីបទបរិហាគេខ្ញុំថាខ្ញុំនឹងលួចលុយហើយគាត់កាន់រូបថតខ្ញុំជាសាធារណៈបងប្អូនខ្ញុំដឹងទាំងអស់ម៉ែឪយាយតាពូមីងខាងណាក៏ដឹងដែរអ្នកស្គាល់ខ្ញុំគេដឹងទាំងអស់អ្នកធ្វើការមួយខ្ញុំពីមុនមកគេដឹងទាំងអស់ចឹងឥឡូវនេះបងឯងសម្រាប់ចិត្តប្តឹងស្ត្រីខាងលើហ្នឹងចាបងចាខ្ញុំសូមដាក់ពាក្យប្តឹងពីបទបរិហាគេខ្ញុំចា
អរគុណច្រើនចឹងមានតែប៉ុណ្្នឹងណាបងប្អូនណា ចាបងចាអរគុណច្រើន បងឯងយល់យ៉ាងណាដែរចំពោះការកាន់រូបថតរបស់គាត់មកធ្វើការចោទប្រកាន់បងប្អូនថាបងប្អូនជាអ្នកលួចលុយនៅក្នុងបន្ទប់ជួលជាមួយគាត់ហ្នឹងបងប្អូន និយាយទៅពាក្យអត់ពិតសោះហ្មងបងអត់មានការពិតអីបន្តិចសោះបើថាខ្ញុំធ្លាប់ទៅបន្ទប់គាត់អាហ្នឹងខ្ញុំអត់ថាទេតែនេះខ្ញុំអត់ដែរស្គាល់បន្ទប់គាត់សោះខ្ញុំអត់ដែរស្គាល់ទេផ្ទះជួលគាត់នៅជាន់ទីហ្មងបន្ទប់លេខហ្មងបែរមុខទៅណាក៏ខ្ញុំអត់ដែរដឹងសោះខ្ញុំអត់ដែរដឹងសោះ ចឹងឥឡូវនេះគឺអូនឯងអត់បានលួចគាត់ទេប៉ុន្តែបានខ្ចីលុយគាត់ឥឡូវនេះគឺបានសងលុយគាត់ណាលុយដែលជាពាក់លុយគាត់400ហ្នឹងអូន ទេបងខ្ញុំថាឲ្យគាត់មកថ្ងៃហ្នឹងខ្ញុំនឹងសងលុយគាត់ចំនួន$500ព្រោះថាគាត់ទាខ្ញុំថាបើអត់មាន$500ទេគាត់អត់យកទេអញ្ចឹងខ្ញុំសុកចិត្តឲ្យម៉ែប៉ាខ្ញុំខ្ចីលុយអ្នកចិត្តខាងហ្នឹងទៅញ៉ាឲ្យខ្ញុំសងលុយគាត់វិញ ចឹងមានន័យថាលុយ400ហ្នឹងមិនបានសងគាត់ទេ ចា ចឹងឥឡូវនេះ400ឡើងដល់500 ចាគាត់ថាបើអត់មាន$500គាត់អត់យកទេអញ្ចឹងគាត់យក$500 ចឹងអា$350ដែលគាត់ចោទប្រកាន់ហ្នឹងវាបានមកពីណាបង ខ្ញុំអត់ដឹងដែរបងខ្ញុំអត់ដឹងទេ ចឹងមានប៉ុណ្្នឹងណាបង ចាបងចា អរគុណច្រើនបងប្អូនសម្រាប់ការទស្សនានិងការតាមដានឥឡូវនេះស្ត្រីដែលត្រូវបានស្ត្រីម្នាក់គាត់បានកាន់រូបថតមកគល់ស្ពាននេះយំផងស្រែកផងថាស្ត្រីខាងលើនឹងបានធ្វើការលួចលុយរបស់គាត់ដែលបានដេកបន្ទប់ជួលមួយគាត់បាន3ខែធ្វើសកម្មភាពលួចយកលុយគាត់ហើយរត់គេចខ្លួនមកសម្រាប់ឥឡូវស្ត្រីខាងលើគឺគាត់បានចេញមុខមកធ្វើការបកស្រាយហើយពាក់ព័ន្ធនឹងការចោទប្រកាន់របស់ស្ត្រីខាងលើអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមជម្រាបមានចំណុចណាលើលួចខ្វះខាតដោយប្រការណាមួយមិនសមរម្យសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាហើយបងសូមទោសបងប្អូនណាបងណាអ្វីដែលបងធ្វើការផ្សព្វផ្សាយនឹងដោយសារតែមានការអះអាងក៏ដូចជាការបញ្ជាក់ពីស្ត្រីខាងលើណាបងណា សង្ឃឹមថាបងអូននឹងយល់យកចំពោះបងឥឡូវបងឯងឃើញស្រាប់ហើយបងអូនមកបកស្រាយគឺបងបកស្រាយជូនបងអូន ចាបងទៅគាត់ដឹងថ្ងៃមិញហ្នឹងធ្វើការអត់ការក្នុងទុនដៃទុនជើងបាយក៏អត់នឹកសូម្បីតែទឹកម្ដងម៉ែហ្នឹងខ្ញុំអត់បានផឹកទេតាំងពីម៉ោង9ព្រឹកមកហើយបាយក៏អត់បានសូម្បីតែម៉ាត់លេបអត់ចូលហ្មងបងពេលដែលលឺអាពាក្យថាខ្ញុំលួច850ហ្នឹងហើយសូម្បីតែម៉ែប៉ាខ្ញុំក៏ទេមកពីស្រុកគាត់ដឹងរឿងគាត់ទេមកដំបងគាត់ជេរតើបងគាត់ជេរខ្ញុំអត់ដឹងអីសោះខ្ញុំទុនដៃទុនជើងហ្មងពេលខ្ញុំជពាក់គាត់តែ400ហើយគាត់ឡើងនិយាយបំភ្លើសកាពិតបរិហាគេខ្ញុំថាខ្ញុំនឹងលួចលុយគាត់850បើគ្រាន់តែថាម៉ែនិយាយអត់អីតែគាត់នេះកាន់រូបខ្ញុំយកមកឲ្យបងផ្សាយទៀត ណែមើលគាត់ផ្ដិតរូបខ្លួនឯងប៉ុណ្ណា ចាខ្ញុំថាផ្ដិតរូបគាត់វិញឲ្យប៉ិនប៉ាណូហ្នឹងតាតែខ្ញុំអត់មានលុយផ្ដិត អូនឯងផ្ដិតរូបគាត់ឲ្យបានប៉ាណូហ្នឹង ចា ប៉ាណូនៅលើនេះ ចាបង សូមខឹងគាត់ដោយសារតែចង់សងសឹកនៅការកាន់រូបថតបងឯងប៉ុណ្ណេះមក ចាបង គាត់កាន់រូបខ្លួនឯងហ្នឹងបងមើលអាចជាហាយមិនធម្មតាអារូបហ្នឹងធំណា ធំ មកថតពីជ្រុងណាទៅក៏ឃើញណា ចា មិនដឹងថាគាត់គុំខ្លួនឯងខឹងខ្លួនឯងតាំងពីថ្ងៃណាមក ខ្ញុំអត់ដឹងអីគាត់ខ្ញុំអត់ដឹងថាគាត់គិតអីគាត់បានមកនិយាយខ្ញុំភ្លើសឲ្យបរិហាគេខ្ញុំថាខ្ញុំនឹងលួចលុយគាត់850ហ្នឹងខ្ញុំអត់យល់ ចាំប៉ុណ្ណឹងណាបងណាបាទអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមជម្រាបយើងទុកការងារនេះ